បងប្អូនយើងនៅក្នុងបណ្ដាញសង្គមបានវេកញែកមែនទែនពាក់ព័ន្ធជាមួយនឹងឡានឈ្នួលរឿងរ៉ាវមួយដែលខ្ញុំបានឃើញនៅក្នុងបណ្ដាញសង្គម Facebook ដែលគេលើកឡើងថាបងប្អូនដែលត្រូវភៀសខ្លួនចេញពីក្រុងប៉ោយប៉ែតមកបណ្ដាខេត្តផ្សេងៗឡានឈ្នួលពីប៉ោយប៉ែតមកដល់ភ្នំពេញម្នាក់$300តើរឿងនេះជារឿងពិតឬក៏យ៉ាងណាបើតាមវីដេអូឬក៏ការផុសនោះគឺមានបងប្អូនសម្ដែងមតិជាច្រើនក្នុងការវេកញែកអំពីឈ្មួញឬក៏ជនជាតិអាកាសក្នុងការប្រមូលផលណាតែស្រុកទេសយើងកំពុងតែមានសង្គ្រាមហើយគាត់ធ្វើបែបនេះទៅដល់ប្រជាពលរដ្ឋក្នុងនាមជាខ្មែរតែមួយដែលយកថ្លៃធ្វើដំណើរដែលគាត់កំពុងតែមានទុកហើយត្រូវភៀសខ្លួនមកកន្លែងដែលមានសុវត្ថិភាពដូចជារាជធានីភ្នំពេញឬក៏បណ្ដាខេត្តនៅជិតៗនោះហើយឡើងខ្ពស់មែនតើបើជាធម្មតាបើយើងជិះឡានក្រុងឬក៏អីហ្នឹងគឺខ្ញុំគិតថា$10-20ទេណាប៉ុណ្ណឹងគឺសមរម្យហើយតែព័ត៌មាននេះខ្ញុំអត់បញ្ជាក់ថាវាជាការពិតឬក៏យ៉ាងណាទេតែវីដេអូដែលបងប្អូនប្រជាពលរដ្ឋកំពុងតែភៀសខ្លួនហើយអ្នកខ្លះបានធ្វើដំណើរដោយថ្មើរជើងទៀតអាចថាវាជាការពិតព្រោះមានទាំងវីដេអូមានទាំងរូបភាពដែលបងប្អូនជាច្រើនបានបង្ហាញនៅលើបណ្ដាញសង្គមហើយក៏មានការវេកញែកនៅលើបណ្ដាញសង្គមផងដែរខ្ញុំសូមនិយាយបើសិនជារឿងនេះជារឿងពិតក្នុងការទារថ្លៃមួយដែលខ្ពស់ចំពោះប្រជាពលរដ្ឋដែលកំពុងតែភៀសខ្លួនរកកន្លែងដែលមានសុវត្ថិភាពដូចជារាជធានីភ្នំពេញឬក៏បណ្ដាខេត្តផ្សេងៗហើយតម្លៃហ្នឹងគឺវាឡើងដល់ប៉ុណ្្នឹងមែនខ្ញុំគិតថាពួកគាត់កំពុងតែគិតអីដែរពួកគាត់ឆ្លៀតឱកាសឬក៏ពួកគាត់ថានេះគឺជាពេលមួយដែលគាត់ត្រូវប្រមូលផលណាប្រមូលអថវិកាហ្នឹងដើម្បីយកទៅធ្វើតែជាអ្នកមានតែម្ដងបាទធ្វើជាអ្នកមានតែម្ដងបាទខ្ញុំពិតជាយើងមើលព័ត៌មានពាក់ព័ន្ធជាមួយនឹងខាងថៃកំពុងតែផ្ទុះអាវុធខ្លាំងជាមួយនឹងប្រទេសកម្ពុជារបស់យើងដែលថៃហ្នឹងបានបំលោបបំពានជាមួយទឹកដីនិងបើកការវាយប្រហារមុនទៀតហើយនេះគឺជាការវាយប្រហារមួយដែលធំជាលើកទី2ឯនៅក្នុងឆ្នាំនេះបាទការលើកទី1ហ្នឹងប្រហែលខែមុនបងប្អូនបានដឹងហើយឥឡូវនេះគឺធំមែនតើដែលវាយប្រហារហ្នឹងគឺច្រើនកន្លែងចិត្តទៅដល់នៅក្នុងក្រុងប៉ោយប៉ែតទៅទៀតបើតាមការបញ្ជាក់របស់ក្រសួងឬក៏เพจផ្លូវការរបស់រាជរដ្ឋាភិបាលខ្ញុំពិតជាមិនសប្បាយចិត្តទេបើសិនជាព័ត៌មាននេះជាការពិតចឹងបងប្អូនដែលដឹងពាក់ព័ន្ធជាមួយនឹងការឡើងថ្លៃឡាននេះតើវាជាការពិតឬយ៉ាងណាខ្ញុំសូមចិត្តណាសូមចិត្តបងប្អូនដែលមានជាអ្នករត់ឡានឬក៏ជាក្រុមហ៊ុននានាបើសិនជាអាចជួយសម្រួលពួកគាត់អាចគាត់ថារាជរដ្ឋាភិបាលថាឥឡូវត្រូវតែឲ្យពួកគាត់ទៅទីដែលកន្លែងដែលមានសុវត្ថិភាពយើងត្រូវតែជួយគ្នាបើអាចកុំឡើងថ្លៃយកដដែលទៅបងប្អូនណាដដែលទៅបើធ្លាប់យក$10យក$10ធ្លាប់យក$20 $20ទៅគាត់ឲ្យលុយយើងតាគាត់មានបានសុំយើងណាគាត់ឲ្យលុយយើងតែបងប្អូនរហូតដល់$200 $300អាហ្នឹងគឺវាខ្ពស់មែនតើណាវាខ្ពស់ខ្លាំងលើសអ្វីដែលខុសគុណនឹង10គុណនឹង20គុណនឹង30បាទអូសង្ឃឹមថានេះមិនមែនជាការពិតហើយវាគ្រាន់ជាព័ត៌មានបំប៉ោងចោះខ្ញុំគិតថាប្រជាជនខ្មែរយើងមិនអាចធ្វើដល់ថ្នាក់ហ្នឹងទេពួកខ្មែរស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្នមែនតើចុះបងប្អូនដែលដឹងពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនេះបងប្អូនអាចខមមិនខាងក្រោមថារឿងនេះជារឿងពិតដែរឬទេហើយបងប្អូនអាចបញ្ចេញមតិបានថាបើសិនជាឡានឈ្នួលដែលដឹកប្រជាពលរដ្ឋភៀសខ្លួនដែលត្រូវធ្វើដំណើរទៅរកទីកន្លែងដែលមានសុវត្ថិភាពនោះហើយឡើងថ្លៃរហូតដល់$200-300នេះបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាបាទកុំធ្វើបែបហ្នឹងព្រោះប្រទេសជាតិយើងកំពុងតែត្រូវការរួបរวมគ្នាកំពុងតែត្រូវការបងប្អូនជួយគ្នាសាមគ្គីគ្នាដើម្បី
ប្រឆាំងជាមួយនឹងចៅសៀមចុះវីដេអូនេះគឺមានប្រព័ន្ធនេះហើយខ្ញុំនឹងព្យាយាមរកព័ត៌មានច្បាស់ការណាមួយហើយនឹងធ្វើវីដេអូបញ្ជាក់ជូនបងប្អូនយើងម្ដងទៀតអរគុណច្រើន